នេះបងប្អូននេះជាសកម្មភាពផ្នែកទី2ដែលបន្ទាប់ពីយើងកាត់ចិញ្ចាំងសងខាងឥឡូវដល់ក្រុមការងារកំពុងវាស់ក្រិតខ្នាតដើម្បីយើងកាត់បាតតែម្ដងឥឡូវកំពុងតែទាញម៉ែត្រគូសវាសហើយឥឡូវក៏បន្តនឹងកាត់តម្រឹមតាមអ្វីដែលយើងក្រិតខ្នាតឲ្យត្រូវជាមួយនឹងចិញ្ចាំងហើយនេះជាផ្នែកទី2បន្ទាប់ពីយើងកាត់ចិញ្ចាំងដោយអ្វីដែលបាននិយាយអញ្ចឹងឥឡូវកំពុងតែកាត់ហើយប្រើម៉ូទ័រតែម្ដងមួយมันអាចសម្រេចទេបងប្អូនណាយើងត្រូវមានអាម៉ូទ័រកាត់សាក់ស៊ីដែលវាជាកលុកកលៀតដែលពិបាកក្នុងការដាក់អាម៉ូទ័រផ្លែកាត់យើងធម្មតាកាត់បានអញ្ចឹងអ្វីគឺយើងត្រូវតែមានឧបករណ៍គ្រប់គ្រាន់ក្នុងការរៀបចំសម្រាប់កាត់តម្រឹមឥឡូវរួចរាល់ហើយបងប្អូនសម្រាប់ផ្នែកខាងបាតហើយអ្វីដែលបន្តគឺយើងនឹងទៅបន្តនៅផ្នែកលើដបូលទៀតដើម្បីជា complete ឲ្យកាត់ចេញរួចរាល់ហើយបានយើងអាចនឹងគុំបញ្ចូលបានអូខេអរគុណ